បងប្អូនដែលបានទស្សនាវីដេអូនេះហើយសូមជួយចុច like ហើយនិង follow share comment ម្នាក់មួយផងបងប្អូនថ្ងៃនេះដូចសពមួយដងបងប្អូនមកធ្វើម្ហូបឲ្យបងប្អូនទស្សនាដោយម្ហូបថ្ងៃនេះមានឈ្មោះថាត្រីចំហុយទឹកស៊ីអ៊ីវគ្រឿងផ្សំរបស់វាមានដូចជាត្រីខ្ញីទឹកស៊ីអ៊ីវនិងគ្រឿងផ្សំផ្សេងៗទៀតដូចនៅក្នុងវីដេអូដំបូងឡើយគឺខ្ញុំយកខ្ញីហើយនិងស្លឹកខ្ទឹមម្ទេសយកមកឆាបងប្អូនយកមកឆាវាហើយយើងដួសដាក់ចានទុកមួយឡែកទៅបងប្អូនឆាខ្ញីរបស់យើងហើយនឹងស្លឹកខ្ទឹមម្ទេសហ្នឹងឆាវារៀងស្ពាប់ទៅបងប្អូនរួចពីឆាវាហើយយើងដួសវាដាក់ចានទុកមួយឡែកសិនទៅហើយយើងចាប់ដើមផ្សំគ្រឿងចំហុយត្រីរបស់យើងដោយគ្រឿងចំហុយត្រីរបស់យើងដាក់គ្រឿងកាត់ស្អាតនៅបាតចានហ្នឹងមានដូចសពមួយដងបងប្អូនគ្រឿងកាត់សម្អាតមានដូចជាគល់លក្រីដេងម្ទេសហើយជាដើមហ្នឹងបងប្អូនយើងដាក់ខ្ទឹមសខ្ទឹមអីខ្លះចឹងទៅដើម្បីកាត់សម្អាតត្រីណាបងប្អូនយើងឆាមកចំពោះទៅយើងដួសដាក់ចានទុកទៅហើយយើងដួសហើយយើងទៅដាក់ត្រីយើងចំហុយនេះបងប្អូនគ្រឿងដែលយើងដាក់កាត់ស្អាតដែលខ្ញុំរៀបរាប់មិញហ្នឹងមានស្លឹកក្រូចចឹងទៅដេងខ្ទឹមសម្ទេសដាក់បាតចានចឹងទៅហើយយើងចង់ឲ្យឈ្ងុយយើងដាក់អមបន្តិចទ្រាប់បាតចានទៅបងប្អូនតបយើងដាក់គ្រឿងកាត់ស្អាតហើយយើងដាក់ត្រីយើងចូលមកហើយយើងត្រីរបស់យើងវាធប់ដែរបងប្អូនហើយពងច្រើនយើងដាក់ពងត្រីទាំងមុនហើយយើងដាក់ត្រីចូលបន្ទាប់យើងដាក់ត្រីចូលហើយយើងយកគល់លក្រីមកគល់ទៅយកញាត់ចូលក្នុងពោះវាទៅគល់លក្រីនិងរំដេងមកដុំហើយគល់លក្រីមកមើមញាត់ចូលក្នុងពោះត្រីទៅបងប្អូនបន្ទាប់មកយើងយកត្រីយើងដាក់ចូលឆ្នាំងចំហុយបងប្អូនបាទយកដាក់ចូលឆ្នាំងចំហុយទៅគ្របទុកទៅយើងទៅផ្សំគ្រឿងទឹកស៊ីអ៊ីវរបស់យើងគ្រឿងទឹកស៊ីអ៊ីវរបស់យើងមានទឹកស៊ីអ៊ីវយើងធម្មតាហ្នឹងបងប្អូនហើយយើងចាក់ទឹកត្រីចូលបន្តិចទៅបន្ទាប់ពីយើងដាក់ទឹកស៊ីអ៊ីវចូលហើយយើងដាក់ផ្សំគ្រឿងយើងទៅមានដូចជាប៊ីចេងមួយស្លាបព្រាបាយទៅហើយនឹងស្ករសមួយស្លាបព្រាបាយដែរទៅហើយនឹងប្រេងខ្យងបងប្អូនប្រេងខ្យងយើងចាក់បន្តិចទៅហើយយើងអត់ភ្លេចទៅជាមួយនឹងម្សៅរ៉ូឌីបងប្អូនចាក់ម្សៅរ៉ូឌីរួយបន្តិចម្សៅរ៉ូឌីរួយបន្តិចទៅហើយយើងដាក់ម្រេចចូលបន្តិចដែរទៅបងប្អូនហើយយើងកាត់ស្អាតដែរហិលហើយយើងកូរច្បល់វាឲ្យវាចូលលាយចូលគ្នាទៅបងប្អូនហើយយើងទុកមួយឡែកទៅពេលដែលត្រីយើងឆ្អិនយើងយកទឹករបស់យើងនេះសោះរបស់យើងនេះយកទៅស្រោចលើត្រីបងប្អូននេះបងប្អូនត្រីយើងឆ្អិនហើយបងប្អូនយើងចាប់ដើមយកខ្ញីដែលយើងបានឆាហ្នឹងយកទៅស្រោចពីលើត្រីរបស់យើងទៅនេះបងប្អូនខ្ញីដែលយើងឆាហើយដែលទុកមួយឡែកហ្នឹងយើងយកទៅរោយស្រោចលើត្រីរបស់យើងទៅបន្ទាប់ពីយើងស្រោចខ្ញីរបស់យើងលើត្រីហើយយើងយកទឹកស្អ៊ីវរបស់យើងដែលយើងលាយគ្រឿងហើយមិញហ្នឹងយើងយកទៅស្រោចពីលើត្រីថែមមកតង់ទៀតទៅបងប្អូនមកសាទៀតទៅយើងយកទឹកស្អ៊ីវរបស់យើងមកនេះបងប្អូនទឹកស្អ៊ីវរបស់យើងស្រោចលើត្រីរបស់យើងទៅដោយសារឆ្នាំងចានរបស់ខ្ញុំតូចបងប្អូនអញ្ចឹងទៅវាពិបាកតិចបើយើងមានចានវែងហើយយើងទឹករបស់យើងទៅទឹកសពរបស់យើងទៅវាចូលជាតិល្អបើចានយើងតូចយើងដាក់ទៅវាអត់សូវចូលគ្នាល្អយើងចាក់ទឹកស្អ៊ីវយើងចូលហើយយើងគ្របវាទុកទៅអញ្ចឹងម្ហូបយើងសម្រាប់ថាឆ្អិនហើយបងប្អូនប៉ុណ្ណឹងអរគុណបងប្អូន